នាំបងប្អូនប្រិយមិត្តមកមើលជីវិតមីលិនអែម្ដងបងប្អូនណាបាទថ្ងៃនេះសូមធ្វើជាជីវិតមីលិនអែម្ដងបងប្អូននៅលើដើរលេងវ៉ាកងបាទវីដេអូនេះនៅពេលដែលខ្ញុំទៅវ៉ាកងហ្នឹងបងប្អូនគឺជួលផ្ទះមួយនៅចិត្តសមុទ្រអញ្ចឹងបងប្អូនធំមែនតើបងប្អូនផ្ទះហ្នឹងគឺ2ជាន់បាទឥឡូវខ្ញុំដើរចុះពីខាងលើមកឲ្យបងប្អូនមើលហើយមើល view ទេសភាពអីអញ្ចឹងបងប្អូនដោយសារផ្ទះមានទំហំធំអញ្ចឹងណាបាទហើយនៅចិត្តសមុទ្រទៀតបាទអញ្ចឹងយើងអាចមើលឃើញទៅបាទខាងក្រោយនោះគឺសមុទ្រយើងដើរចុះទៅលេងទឹកសមុទ្របានតែម្ដងបាទហើយនេះគឺជាទំហំផ្ទះធំមែនតើបងប្អូនបាទមានផ្ទះបាយមានសាឡុងមានកន្លែងអង្គុយ view មើលទេសភាពអីចឹងធំមែនតើហើយកន្លែងមើលទៅទស្សនិយាយទៅធំបងប្អូនអីធំមែនតើបាទមើលដូចបងប្អូនឃើញចឹងបាទហើយនាំបងប្អូនទៅមើលទិដ្ឋភាពខាងក្នុងបាទនេះទិដ្ឋភាពខាងក្នុងបងប្អូនធំមែនតើបាទនិយាយទៅនឹងមិនស័ក្តិសមជាជីវិតមីលិនអែក្នុងមួយថ្ងៃមែនបងប្អូនចេះនិយាយមីលិនអែហ្នឹងមិនដឹងថាមីលិនអែហ្នឹងស្អីទេបងប្អូនតែឮគេល្បីនិយាយតាមគេដែរទៅហ្នឹងហើយបងប្អូនណាឃើញសំខាន់ទេសភាពស្អាតណាបងប្អូនអើយណែបងប្អូនអានេះទៅផ្លូវទៅចក្រានបាយបងប្អូនធំណាចក្រានបាយក៏ធំដែរធំមែនតើបាទហើយនេះឡើងទៅលើឡើងទៅក្រោមចឹងទៅស្ប៉ាសទំហំធំបាទច្រើនកតុបបងប្អូនមានអីមួយយ៉ាងដែរតាបងប្អូនសប្បាយអានេះខ្ញុំនាំបងប្អូនឡើងទៅខាងលើបាទមើលទេសភាពខាងលើអញ្ចឹងណាបងប្អូននេះផ្លូវចដាឡើងទៅខាងលើអញ្ចឹងទៅបាទមកដល់កន្លែងនេះមានបណ្ណាល័យមួយអញ្ចឹងទៅហើយយើងអាចមើលចុះទៅខាងក្រោមបានទៀតបងប្អូននិយាយទៅវិឡាធំមួយហ្មងណាមិនមែនចង់អួតអីទេហ្នឹងហើយអានេះទេសភាពខាងក្រោមបងប្អូនកូនក្មេងលេងអីចឹងទៅខែវ៉ាកងណាបាទអង្គុយលេងមុខបានអង្គុយលេងខាងក្រោមបានបាទនិយាយទៅមកអែមមកបងប្អូនទេសភាពស្អាតហើយយើងអង្គុយលេងឈៀលផឹកកាហ្វេអីចឹងទៅហើយចឹងទៅអាចដើរលេងសមុទ្រនឹងបានទៀតដើរថា1នាទីនិយាយទៅឆ្លងតែថ្នល់ទៅដល់ហ្មងឆ្លងថ្នល់ទៅដល់ហ្មងចឹងមិនថាចំណាយពេលមួយអាទិត្យធ្វើជា millionaire ទៅមានអីបាទហើយនេះកប៉ាល់បងប្អូនដោយសារតែនៅលើអាវហ្នឹងមានកប៉ាល់បងប្អូនណាគឺមានកំពង់ផែធំមួយអញ្ចឹងទៅកប៉ាល់ចូលមកចុះចតនឹងរហូតអញ្ចឹងណាចូលចុះចតចូលសំចតផ្ទៃតំណែងផ្ទៃអីអញ្ចឹងបងប្អូនហ្នឹងហើយអញ្ចឹងមិនថាមានអីបងប្អូនជីវិតសុបាយមួយយ៉ាងក៏ទៅតាមលទ្ធភាពទៅតាមពេលវេលាតាមកលតិសាឱកាសអញ្ចឹងណានេះអញ្ចឹងមិនថាអរគុណប្រិយមិត្តអរគ្នាដែលបានតាមដានទស្សនាវីដេអូនេះកុំភ្លេចចុច like ចុច share ចែកម្លែកដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំបានផលិតវីដេអូថ្មីប្លែកសម្រាប់ចែកជូនបងប្អូនទាំងអស់គ្នាបន្តទៅទៀតបងប្អូនអញ្ចឹងសូមអរគុណអ្នកទាំងអស់គ្នាជូនពរអ្នកទាំងអស់គ្នាសេចក្តីសុខចម្រើនអាយុវែងសប្បាយរីករាយ